នសិស្សថ្នាក់ទី11ទាំងអស់គ្នាសូមស្វាគមន៍បងប្អូនមកកាន់មេរៀនរូបជាថ្មីរបស់យើងឆ្នាំសិក្សាថ្មីកម្រិតសិក្សាថ្មីហើយថ្ងៃនេះក៏ជាការចាប់ផ្ដើមមេរៀនថ្មីរបស់យើងផងដែរនៅថ្នាក់ទី11នេះរូបជានឹងមានចំណេះដឹងថ្មីជាច្រើនដែលបងប្អូនត្រូវស្វែងយល់កុំបារម្ភថាមេរៀនពិបាកឬរូបមន្តនឹងច្រើនពេកព្រោះអ្នកគ្រូនឹងជួយបងប្អូនរៀនពីមូលដ្ឋានដោយពន្យល់មួយជំហានម្ដងអ្វីដែលសំខាន់គឺបងប្អូនត្រូវចូលរួមស្ដាប់សួរសំណួរហ៊ាន comment ហ៊ានសាកល្បងដោះស្រាយលំហាត់ដោយខ្លួនឯងណាដូច្នេះមុននឹងចាប់ផ្ដើមមេរៀនលោកគ្រូចង់ឲ្យបងប្អូនចាំពាក្យមួយនេះរូបជាមិនមែនជាការចងចាំរូបមន្តតែប៉ុណ្ណោះទេប៉ុន្តែជាការយល់ពីអ្វីដែលកំពុងកើតឡើងនៅជុំវិញយើងអញ្ចឹងបងប្អូនត្រៀមសៀវភៅនឹងបិចរួចហើយឬនៅបើយើងត្រៀមរួចហើយតោះយើងចាប់ផ្ដើមដំណើរការរៀនរូបជាថ្នាក់ទី11របស់យើងជាមួយមេរៀនដំបូងទាំងអស់គ្នាចំណុចដែលយើងត្រូវចាប់ផ្ដើមបន្ទុកអគ្គិសនីអញ្ចឹងយើងសិក្សាចម្ពោះទី4មេរៀនទី1បន្ទុកនិងដែនអគ្គិសនីជានិច្ចអញ្ចឹងមេរៀនសង្ខេបយកយើងសិក្សានៅត្រង់ចំណុចទី1គឺបន្ទុកអគ្គិសនីណាបន្ទុកអគ្គិសនីអញ្ចឹងក្នុងករណីពិសេសអញ្ចឹងយើងចូលទៅមេរៀនតែម្ដងចំណុចទី1គឺយើងសិក្សាទៅលើបន្ទុកអគ្គិសនីចំណុចទី1បន្ទុកអគ្គិសនីបន្ទុកអគ្គិសនីគឺជាលក្ខណៈរបស់អង្គធាតុឬក៏របស់រូបធាតុដែលបង្កឲ្យមានអន្តរកម្មអគ្គិសនីជាមួយបន្ទុកផ្សេងទៀតហើយបន្ទុកអគ្គិសនីតំណាងឲ្យនិមិត្តសញ្ញារបស់វាគឺគុយឬក៏គុយស៊ូលើសឬខ្វះអេឡិចត្រូនចំនួន n ឃើញទេអញ្ចឹងបន្ទុកអគ្គិសនីជាអីនិមិត្តសញ្ញារបស់វាគុយស្មើទៅនឹងបូកដកអាហ្នឹងមានន័យថាសម្គាល់ទៅលើអេឡិចត្រូនណាបូកដក n អេឡិចត្រូនបើលើសអេឡិចត្រូនយើងយករូបមន្តណាមកប្រើលើសអេឡិចត្រូនបើលើសអេឡិចត្រូនយើងយករូបមន្តណាមកប្រើគុយលើសគឺយើងត្រូវដកហើយអញ្ចឹង n យើងយកហ្នឹងមកប្រើឃើញទេតែបើសិនជាខ្វះអេឡិចត្រូនចឹងគុយយើងយកមកបើខ្វះយើងត្រូវថែមសញ្ញាបូកនេះណាបន្តមកទៀតបន្ទុកណៃយ៉ូនៃអាតូមសិក្ខាបរៀងខ្លីបន្តិចបន្ទុកណៃយ៉ូនៃអាតូមអញ្ចឹងរូបមន្តបន្ទុកអគ្គិសនីរបស់ណៃយ៉ូអាតូមយើងមានអីគេសេយ៉ូគុយស្មើសិតសិតគឺជាលេខលំដាប់នៃអាតូមអញ្ចឹងតកតងជាមួយនឹងឧទាហរណ៍ចឹងឧទាហរណ៍គេឲ្យតុងដែងណាឧទាហរណ៍គេឲ្យតុងដែងពីបូកមើលណាគេឲ្យអ៊ីយ៉ុងតុងដែង2បូកឃើញទេបើថា2បូកអញ្ចឹងសិតអាតូមយើងលំដាប់ហ្មងគឺបូក2ឃើញទេបូក2អេឡិចត្រូនប៉ុណ្ណាចឹងគេបានអីបន្ទុកស្មើទៅនឹងសិតយើងគឺយើងយក2មកគុណជាមួយនឹង a អេឡិចត្រូនហើយ2ហ្នឹងបានមកពីណានេះ2ហ្នឹងគឺយើងបានមកពីអេឡិចត្រូននេះ
តើនេះហើយត្រូវចំណាំមួយទៀតតាក់ទងជាមួយបន្ទុកអគ្គិសនីអេឡិចត្រូនបន្ទុកអេឡិចត្រូននៅក្នុងចំណុចនេះបងអូនត្រូវចាំថាតម្លៃរបស់វាត្រូវតែវិជ្ជមានជានិច្ចគឺ1គុណនឹង10ស្អីគុណដល់19គូឡុំតែតម្លៃនេះយើងសិក្សានៅតែហើយគឺតម្លៃនេះ1គុណដល់ស្អីគុណដល់19គូឡុំគឺតម្លៃវិជ្ជមានគឺយើងប្រើបានតែក្នុងចំណោមរូបមន្តនេះទេតោះនេះប្រើបានតែក្នុងចំណោមរូបមន្តហ្នឹងទេតែបើយើងដឹងហើយថាកាលណាអេលិចគឺដក 1.6 គុណដល់ស្អីគុណដល់19អញ្ចឹងទៅណាតែបើសិនចំពោះប្រូតុងរបស់ប្រូតុងគឺបន្ទុករបស់វាវិជ្ជមានអញ្ចឹងគឺដល់ស្អីគុណដល់19គូឡុំដូចគ្នាអូខេបន្តមកយើងសិក្សាសង្ខេបទៅលើរូបមន្តមួយទៀតដែលពិសេសស្វែងពីប៉ុនគ្នាស្វែងពីប៉ុនគ្នាមានបន្ទុកគុយ A និងគុយ B ក្រោយពេលប៉ះគ្នាឲ្យធ្វើលំហាត់ក្រោយពេលប៉ះគ្នាគឺយើងប្រើរូបមន្តហ្នឹងក្រោយពេលប៉ះគ្នាស្វែងនីមួយមានបន្ទុកថ្មីគឺគុយ A' និងគុយ B' អញ្ចឹងគេបានរូបមន្តរបស់វាត្រូវស្មើទៅនឹងអីគុយ A ស្មើនឹងគុយ B' ណាគុយ A' ស្មើនឹងគុយ B' ក្រោយពេលប៉ះគុយ A បូកជាមួយនឹងគុយ B យើងត្រូវចាយទៅនឹង2យើងត្រូវចាំខ្លួនឯងណាទី2គឺយើងសិក្សាទៅលើដែនអគ្គិសនីចឹងយើងដឹងហើយថាដែនអគ្គិសនីមាននិមិត្តសញ្ញាដែលតាំងដោយនិមិត្តសញ្ញារបស់វាគឺចឹងនៅត្រង់ចំណុចទី1គឺយើងសិក្សាទៅដែនអគ្គិសនីបង្កើតដោយចំណុចបន្ទុកដែនអគ្គិសនីបង្កើតដោយចំណុចបន្ទុកចឹងយើងដឹងហើយកាលណាដែនអគ្គិសនីបង្កើតដោយចំណុចបន្ទុកវាមាននិមិត្តសញ្ញារបស់វាគឺចឹងមានរូបមន្តរបស់វាស្មើទៅនឹងអីចឹងគឺស្មើទៅនឹង9គុណនឹង10ស្វ័យគុណ9តម្លៃដាច់ខាតនៃបន្ទុកនៅលើចម្ងាយ r ការ៉េនេះរូបមន្តរបស់វាតោះណាចឹងយើងត្រូវដឹងថាតើគុយនិមិត្តសញ្ញាគុយនេះជាអីនិមិត្តសញ្ញា r ជាអីហើយនេះគេហៅថាអីមានຂະຫນាតដូចម្ដេចបាទយើងអាចធ្វើលំហាត់ចេញបន្ទុកគុយគឺជាបន្ទុកអគ្គិសនីដែលមានຂະຫນាតគិតជាគូឡុំណាហ្នឹងគេហៅថាគូឡុំយើងរៀនហើយថ្នាក់ទី10 r គឺជាប្រវែងឬក៏ចម្ងាយបន្ទុកដែលមានຂະຫນាតរបស់វាគិតជាម៉ែត្រគឺជាដែនអគ្គិសនីដែលមានຂະຫນាតរបស់វាគិតជាវ៉ុលក្នុង1ម៉ែត្រឬក៏គេអាចគិតមកនេះទៀតមកតង់ទៀតគឺញូតុនក្នុង1គូឡុំចំណាំបើបន្ទុកគុយធំជាង0នោះដែនមានទិសដៅចាក់ផ្សិតដែនមានទិសដៅចាក់ផ្សិតណាបើគុយតូចជាង0ដែនមានទិសដៅចូលផ្សិតចូលផ្សិតអញ្ចឹងយើងមើលរូបតើដែនចាក់ផ្សិតគុយធំជាងសុទ្ធគូសមិនណាឧទាហរណ៍ថាបន្ទុកបូកនេះបើដែនដែលមានប្រវែងរបស់វាជប់នេះចឹងដែលមានប្រវែងរបស់វាគឺតាក់ទងជាមួយប្រវែងនេះគឺជាចម្ងាយ r បន្ទាប់មកចាក់ផ្សិតបើបន្ទុកគុយធំជាង0មានន័យថាគុយយើងវិជ្ជមានបន្ទុកគុយធំជាង0វាវិជ្ជមានហើយអញ្ចឹងមកគុយធំជាង0តើយើងទៅណាអញ្ចឹងយើងទៅដៅយើងទៅណាអញ្ចឹងគេថាបើគុយធំជាង0ទិសដៅចាក់ផ្សិត
មានន័យចាក់ចេញពីគុយអញ្ចឹងយើងគូសវាអាចចេញពីនេះមកក៏បានឃើញទេអាហ្នឹងហើយយើងអាចគូសនៅត្រង់ចំណុចនេះក៏បានដូចគ្នាអានេះនឹងចាប់សិតតែបើគុយតូចជាង0បន្ទុករបស់វាគឺសញ្ញាដកអញ្ចឹងមានន័យថាគុយតូចជាង0អញ្ចឹងយើងគូសមកអូខេអញ្ចឹងពេលដែលយើងគូសបន្ទាត់វាហើយដែលបន្ទាត់របស់វាគឺជាចម្ងាយ r បើកាលណាចម្ងាយ r គុយតូចជាង0គឺចូលផ្សិតវាអាចត្រឡប់ពីកន្លែងនេះមករត់មកកន្លែងនេះក៏បានឬក៏យើងអាចគូសមកត្រង់ចំណុចនេះក៏បានតោះនេះបានដូចគ្នានៅត្រង់ហ្នឹងអាហ្នឹងគឺគេហៅថាចូលផ្សិតចាក់ផ្សិតចាប់បានទេចំណុចទី2នេះយើងសិក្សាចំណុចទី1នេះយើងសិក្សាចំណុចទី2ដែលអគ្គិសនីបង្កើតដោយចំណុចបន្ទុកច្រើនអាមិញយើងសិក្សាតែចំណុច1ទេឥឡូវដែលអគ្គិសនីបង្កើតដោយដែលអគ្គិសនីបង្កើតដោយចំណុចបន្ទុកច្រើនណាច្រើនបន្ទុកតោះបើកាលណាដែលអគ្គិសនីបង្កើតដោយចំណុចបន្ទុកអគ្គិសនីច្រើនយើងបានផលបូកនៃដែនស្មើនឹងផលបូកនៃដែនទី1បូកនៃវេកទ័រដែនទី2បូកនៃវេកទ័រដែនទី3បូករហូតដល់បញ្ចប់ n ណានេះអានឹងចាំយើងធ្វើលំហាត់ជាក់ស្ដែងណាយើងចាំយើងធ្វើលំហាត់ជាក់ស្ដែងបន្តមកទៀតនៅត្រង់ចំណុចទី3ចំណុចទី3គឺយើងសិក្សាទៅលើដែនអគ្គិសនីឯកសណ្ឋានដែនអគ្គិសនីឯកសណ្ឋានមានរាងលក្ខណៈដូចដេចអញ្ចឹងទី1យើងត្រូវប៉ូលសិនណាប៉ូលលក្ខណៈបានអញ្ចឹងយើងមើលលក្ខណៈដែនអគ្គិសនីឯកសណ្ឋានចន្លោះបន្ទះលោហៈមានទី1យើងចាំគូររូបវាក្រោយទី1មានអីគេទិសយ៉ាងម៉េចទិសរបស់វាទិសកែងនឹងបន្ទះលោហៈទាំងពីរណាទៀតយើងសាកគូសរូបទី2ទិសដៅចេះយើងមើលទិសដៅពីប៉ូលណាទៅពីប៉ូលតង់សែលខ្ពស់ទៅទាបឬពីបន្ទះវិជ្ជមានបូកទៅបន្ទះអវិជ្ជមានដកកន្លែងហ្នឹងតមកទី3យើងសិក្សាទៅលើអាំងតង់ស៊ីតេដែនពាក្យថាអាំងតង់ស៊ីតេស្មើពាក្យថាតម្លៃអាំងតង់ស៊ីតេស្មើពាក្យថាតម្លៃអញ្ចឹងតម្លៃរបស់អីអាំងតង់ស៊ីតេដែនឃើញទេបើអាំងតង់ស៊ីតេដែនរូបមន្តរបស់វាស្មើទៅនឹងអីស្មើវេតុងសុង AB ចែកទៅនឹង D នោះរូបមន្តរបស់វាអញ្ចឹងបើសិនជាយើងគូសរូបតែយើងគូសរូបបែបណាតោះអញ្ចឹងយើងមើលទាំងអស់គ្នាអូខេយើងមានបន្ទះលោហៈ2បន្ទះ A និងបន្ទះ B ណាបន្ទាប់មកគឺដែនអគ្គិសនីផ្លាស់ពីបន្ទះ A ទៅបន្ទះ B ទៅបន្ទះ B អញ្ចឹងយើងមើលបន្ទះ A ទៅបន្ទះ B គឺបន្ទះ A បូកបន្ទះ B ដកដើរពីខ្ពស់ទៅទាបអានេះបន្ទះបូកឃើញទេដើរពីខ្ពស់ទៅទាបអាហ្នឹងប៉ូតង់សែលហើយចន្លោះហ្នឹងគេហៅអីគេទៀតចន្លោះនេះអានេះគេតាំងអី
គឺតាក់ទងជាមួយនឹងចម្ងាយ D ចម្ងាយ D ចឹងអាក្រានហ្នឹងគេហៅអីគេគឺដែនអគ្គិសនីឃើញហ្នឹងរូបវាប៉ុណ្ណឹងនៅត្រង់ចំណុចហ្នឹងណាចឹងយើងសិក្សា3រមាំងធំគឺតាក់ទងជាមួយនឹងកម្លាំងអគ្គិសនីខ្ញុំបញ្យល់មួយមេរៀនហើយបន្ទាប់មកខ្ញុំនឹងឲ្យអនុវត្តលំហាត់តាមក្រោយចឹងកម្លាំងអគ្គិសនីទី1យើងត្រូវដឹងថាតើអន្តរកម្មរវាងចំណុចបន្ទុក2បែបណាណាអន្តរកម្មរវាងចំណុចបន្ទុក2រូបមន្តវាបែបណាតើកម្លាំងគឺនិមិត្តសញ្ញាតាំងដោយ F រូបមន្តរបស់វា9គុណអ្នកដល់ស្អីគុណ9បន្ទុក2គឺគុយ A គុណនឹងគុយ B ចែកទៅនឹងអីគឺយើងចែកទៅនឹង A ការ៉េហ្នឹងរូបមន្តរបស់កម្លាំងអគ្គិសនីរវាងបន្ទុកអគ្គិសនី2ទី2គឺកន្សោម vector បើគេឲ្យយើងសរសេរកន្សោម vector ដាក់មកហើយកន្សោម vector E កន្សោម vector E កំណត់យកទិសដៅពី A ទៅ B កន្លែងហ្នឹងណាអញ្ចឹងយើងកំណត់ទិសដៅពី A ទៅ B អញ្ចឹងយើងបានរូបមន្តរបស់វាស្មើទៅនឹងហើយ FB ស្មើទៅនឹងដក FA បើដើរពី A ទៅ B អញ្ចឹងតម្លៃរបស់វាជាប់កន្សោមហើយនៅតែវិជ្ជមានដដែលគឺ9គុណនឹង10ស្អីគុណ9គុយ A គុណនឹងគុយ B ចែកទៅនឹង A ការ៉េកន្សោមជាប់កន្សោម E ហ្នឹងប៉ុណ្ណឹងឆ្ងល់ឡើងណាខមមិនខាងក្រោមតោះមកយើងសិក្សាទៅលើកម្លាំងអគ្គិសនីមួយទៀតតាក់ទងជាមួយនឹងចំណុចបន្ទុកអគ្គិសនីនៃដែនអគ្គិសនីបន្ទុកអគ្គិសនីស្ថិតនៅក្នុងដែនអគ្គិសនីចឹងយើងដឹងហើយរូបមន្តរបស់វាគឺតាំងដោយ F ដដែលប៉ុន្តែ F ពេលនេះនៅក្នុងដែនអគ្គិសនីគឺស្មើទៅនឹងគុយអឺចឹងយើងដឹងហើយយើងអាចសង្ខេបតាមនឹងមកហើយ F គឺមានຂະຫນາດគិតជាញូតុន F គឺជាកម្លាំងអគ្គិសនីគិតជាញូតុនចឹងលក្ខណៈសម្គាល់គឺមាន2យើងត្រូវចាំទាំងអស់គ្នាបើគុយធំជាង0បើគុយធំជាង0 vector F មានទិសដៅដូចអីដូចនឹងបាត់ចាំហ្នឹងទេក៏យើងបាក់ធ្វើដែរបើគុយតូចជាង0 vector F មានទិសដៅផ្ទុយពីតែប៉ុណ្្នឹងឯងបើវារងនៅកម្លាំងអគ្គិសនីច្រើនគឺយើងបូកទៅនឹងដែនអគ្គិសនីគឺយើងបូកដូចគ្នានៅត្រង់ចំណុចហ្នឹង